ខេថ្ងៃនេះខ្ញុំមកធ្វើការសួរសំណួរទៅកាន់គ្នាយើងដែលបានចូលរួមក្នុងកម្មវិធីតាំងពីពាន់នៅសាលាពិចារណាអញ្ចឹងបើណាគេឆ្លើយត្រូវមួយសំណួរបាន1000រៀលពីរសំណួរបាន5000បើឆ្លើយត្រូវ3សំណួរទទួលបានអាវមួយហ្មងអាវរបៀបចេញគ្នាអូវសាយតោះឥឡូវយើងចូលទៅសួរគ្នាយើងនៅខាងក្នុងទាំងអស់គ្នាស្គប់ជ្រាបសួរឈ្មោះគេដែរឈ្មោះគេដែរខ្ញុំឈ្មោះផារស្មីថ្នាក់ទី11A ខ្ញុំឈ្មោះស្រីលីបងខ្ញុំឈ្មោះលេងរស្មីខ្ញុំឈ្មោះហ៊ឿនដេវីតឈ្មោះសុនវិសាលចិត្តស្រីសខ្ញុំឈ្មោះហំបូណាបងឈ្មោះនេះសាឈ្មោះអែណាស្រីខោតាតាហ៊ានហ្នឹងរៀននៅបច្ចុប្បន្នពាក់ឈុនហ្នឹងសំដែងគេដែរខ្ញុំរំលបាំយីគេបងអញ្ចឹងថ្ងៃនេះបងមានសំណួរ3មកសួរអូនឯងឆ្លើយត្រូវមួយសំណួរបាន1000ពីរសំណួរ5000 3សំណួរបានអាវមួយបងឯងឆ្លើយត្រូវមួយសំណួរហើយចង់បញ្ឈប់បាន1000ប៉ុន្តែបើសិនជាឆ្លើយទៅមួយសំណួរទៀតខុសអត់បានអីណាអូខេសំណួរទី1សួរថាតើទីបនចូលឆ្នាំខ្មែរក្នុងឆ្នាំ2025ហ្នឹងធ្វើរយៈពេលប៉ុន្មានថ្ងៃហើយថ្ងៃណាខ្លះពិធីចូលឆ្នាំខ្មែរ2025ហ្នឹងធ្វើរយៈពេល3ថ្ងៃនៅថ្ងៃ14 15 16បងពេល3ថ្ងៃបងថ្ងៃណាខ្លះ14 15 16រយៈពេល3ថ្ងៃថ្ងៃទី13ដល់ថ្ងៃ15ថ្ងៃ14ដល់15មានរយៈពេល3ថ្ងៃថ្ងៃទី14 15 16តាមត្រូវទទួលបាន1000រៀលតែដែរឥឡូវបងចូលដល់សំណួរទី2ពាក្យបដៅម្ដងសំណួរសួរថាចាំងមួយថ្ងៃវល់ល្ងាចរំកាច់បន្តិចគ្មានតែជាអ្វីដងមួយចំណិតចិត្តទៅជាគេត្រពាំងកុកវីស្រងែដោះវីមិនលេងកណ្ដាលជាគេដែលយប់ក៏ភ្លឺថ្ងៃក៏ភ្លឺតែអត់ដឹងទេសិតអញ្ចឹងចម្លើយចុងក្រោយណាត្រូវទេចម្លើយដែលត្រង់ត្រូវគឺចាំងថ្ងៃចាំងមួយថ្ងៃវល់ល្ងាចរំកាច់តិចគ្មានយើងចាំងថ្ងៃហ៎អូខេបាទចូលរួមសោកស្ដាយអីគេអត់ភ្នែកម៉ែអាចចិត្តទេណាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺភ្លឺស្រែមកភ្លឺទាំងយប់ភ្លឺទាំងថ្ងៃអូខេបាទតែឈប់បងមានវត្ថុអនុស្សាវរីយ៍ឲ្យដាក់នេះគេអត់នេះមកចិត្តអានេះមាសស្រួយអូនមាសស្រួយយើងមកប៉ុន្តែលីមួយមាសប៉ុន្តែមាសហ្នឹងវានៅខ្ចីយើងស្រួយអូនហ្នឹងមាសស្រួយអានេះតាំងលម្អចឹងបានណាបាទឈ្មោះនេះសាឈ្មោះណាណៃឆ្លើយត្រូវមកសំណួរហើយចង់បញ្ឈប់បាន1000ប៉ុន្តែបើសិនជាឆ្លើយទៅមកសំណួរទៀតខុសអត់បានអីណាអូខេចង់ឃើញញញឹមរាល់ថ្ងៃអញ្ចឹងសំណួរទី1ចង់ឃើញញញឹមរាល់ថ្ងៃចង់ឃើញសប្បាយ all day ពិធីបុណ្យចូលឆ្នាំខ្មែរក្នុងឆ្នាំ2025នេះមានរយៈពេលប៉ុន្មានថ្ងៃហើយចាប់ពីថ្ងៃណាដល់ថ្ងៃណា3ថ្ងៃអូខេថ្ងៃ14 15 16ចម្លើយនេះពិតជាមិនខុសទេចង់ឃើញញញឹមរាល់ថ្ងៃចង់ឃើញសប្បាយ all day អូខេចង់បញ្ចប់ធំហ្នឹងឬក៏ទៅសំណួរខ្ញុំទៅនោះទៀតអូសូដា strawberry អូខេអ្នកក្លាហានយើងគឺបានបញ្ចប់ហើយអានេះគឺអរគុណបងនេះ1000អានេះថ្លៃលក់ងាកាអរគុណចង់ឃើញញញឹមរាល់ថ្ងៃរៀននៅហ្នឹងថ្នាក់ទីម៉ានដែរខ្ញុំរៀននៅហ្នឹងថ្នាក់ទី12ទី12អូខេអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើការសួរ3សំណួរបើឆ្លើយត្រូវមួយសំណួរទទួលបាន1000ពីរសំណួរ5000 3សំណួរអាវមួយបើណៃឆ្លើយត្រូវមួយហើយចង់បញ្ឈប់បាន1000ប៉ុន្តែបើសិនជាចង់បន្តទៀតហើយបើឆ្លើយខុសអត់បានអីទេអូខេបាទអញ្ចឹងសំណួរទី1ចង់សួរថាតើពិធីបុណ្យចូលឆ្នាំខ្មែរក្នុងឆ្នាំ2025ហ្នឹងធ្វើរយៈពេលប៉ុន្មានថ្ងៃហើយថ្ងៃណាខ្លះពេល3ថ្ងៃមាន3ថ្ងៃថ្ងៃទី14 15 16អូខេចម្លើយពិតជាបាត់ខុសទេចង់បញ្ចប់សំណឹងឬក៏ចង់ទៅសំណួរទី2ដើម្បីទទួលបាន5000ទៀតទី2អូខេអញ្ចឹងសំណួរសួរថាដងមួយចំណិតចិត្តទៅណាជាអ្វីដងមួយចំណិតចិត្តទៅជាអ្វីដងមួយចំណិតចិត្តទៅបងអត់ចិត្តនៅអូខេឥឡូវយកតម្រុយអត់មើលទៅលើឃើញដងមួយចំណិតចិត្តទៅចម្លើយចុងក្រោយអូខេត្រឹមត្រូវអូបាទខុសអង្គពីហើយចង់យក5000នឹងបញ្ចប់ឬក៏ចង់ទៅសំណួរទី3យកអាវមួយសំណួរទី3អូខេរកអ្នកក្លាហានឃើញហើយដល់សំណួរទី3សំណួរទី3ចង់សួរថាតើរបៀបសំពះរបស់ខ្មែរមានប៉ុន្មានមាន7
ចម្លើយចុងក្រោយ 7 បាត់ជាមិនត្រឹមត្រូវទេបាទចូលរួមសោកស្ដាយអូច្រឡំផ្ទះដៃចូលរួមសោកស្ដាយអូខេអញ្ចឹងសំពាបរបស់ខ្មែរមាន5ណែធំធំចង់ងាត់នេះដល់លើអូខេបាទអញ្ចឹងគាត់រំលឹកទេអាចគាត់នឹងភ្លេចអញ្ចឹងណាអូខេអញ្ចឹងស្ដាយអត់ទេប៉ុន្តែខ្ញុំមានជាវត្ថុអនុស្សាវរីយ៍ឲ្យចាំតិចអូអាហ្នឹងគេហៅមេស្រួយបាទអរគុណbrother អរគុណច្រើនអានេះមិនដុំថ្មណាអានេះមេស្រួយស្គាល់អត់បាទមេស្រួយបាទអញ្ចឹងអរគុណបានចូលរួមអរគុណបាទយើងនៅតែមិនទាន់រកឃើញអ្នកដែលទទួលបានអាវទេបាទអញ្ចឹងឥឡូវយើងនឹងធ្វើការស្វែងរកបន្តទៀតជិះសួរឈ្មោះអីគេដែរយ៉ាណូតឈ្មោះភីបងអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកធ្វើការសួរ3សំណួរបើឆ្លើយត្រូវទាំង3ទទួលបានអាវនេះមួយអញ្ចឹងសំណួរទី1សួរថាទីចូលឆ្នាំខ្មែរឆ្នាំ2025ហ្នឹងមានរយៈពេលប៉ុន្មានថ្ងៃហើយធ្វើថ្ងៃណាខ្លះមានរយៈពេល3ថ្ងៃ14 15 16អូខេត្រឹមត្រូវបន្តឬបញ្ចប់ដំណឹងបន្តអូខេដងមួយចំណិតចិត្តទៅជាអីគេតាលុឥឡូវយកតម្រុយអត់អាចមើលជុំវិញយ៉ាងបានដងមួយចំណិតចិត្តទៅចម្លើយចុងក្រោយចាអូខេត្រឹមត្រូវបញ្ចប់ដំណឹងឬបន្តទៅយកអាវបងបន្តមួយសំណួរទៀតតើរបៀបសំពះរបស់ខ្មែរមានប៉ុន្មានហើយអីគេខ្លះ5អីគេខ្លះសំភងចំពោះអីគេអ្នកអាយុស្មើគ្នាអូខេអាហ្នឹងចំពោះអីគេចំពោះហ្នឹងចំពោះអ្នកដែលមានអាយុបងអូខេដល់ខាងអញអ្នកណាស់យើងអីគេទៀតចំពោះចំពោះអីគេចំពោះលោកគ្រូអ្នកគ្រូម្ដាយឪពុកម្ដាយអេមួយទៀតចៅចំពោះអីគេព្រះសង្ឃនិងព្រះមហាក្សត្រចុងក្រោយគេអានេះសម្រាប់សុភ័ក្រដល់ទេវតារត់អរិយអ្នកតាអូយបាត់ជាមិនជុំកាត់មែនទេបំផុតយើងរកឃើញអ្នកទទួលបានអាវទេបាទអ្នកឃើញឈ្នះបានអាវមួយបាទអញ្ចឹងរីករាយអត់សบายអញ្ចឹងអរគុណច្រើនអូជ្រាបសួរជួយគេដែរសួរ Robert អ៊ីឈីងមួយលៀងអូខេអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការសួរ3សំណួរបើឆ្លើយត្រូវទាំង3ទទួលបានអាវ oversize មួយអញ្ចឹងសំណួរទី1សួរថាតើពិធីបុណ្យចូលឆ្នាំខ្មែរក្នុងឆ្នាំ2025នេះធ្វើរយៈពេលប៉ុន្មានថ្ងៃហើយចាប់ពីថ្ងៃណាដល់ថ្ងៃណា3ថ្ងៃ4 15 16ចម្លើយចុងក្រោយ4 15 16អូខេប៉ាត់ជាត្រឹមត្រូវក្តៅមួយចង់បញ្ឈប់ឬក៏បន្តអូខេចាំងមួយថ្ងៃវល់ល្ងាចររំកាត់បន្តិចគ្មានជាគេចាំងមួយថ្ងៃវល់ល្ងាចចាំងរហូតដល់ហើយររំកាត់បន្តិចក៏អត់មានដែររំកាត់ហ្នឹងមានន័យថាដូចជាកំតិចកំទីអីចឹងណាចាំមួយថ្ងៃបងនេះប៉ុន្តែអត់មានរអាកំតិចកំទីហ្នឹងក៏មានដែរចាំថ្ងៃជាចម្លើយចុងក្រោយចាំថ្ងៃត្រឹមត្រូវឥឡូវយើងរកអ្នកក្លាហានទៅដល់3នាក់រកដល់សំណួរទី3ហើយអញ្ចឹងសំណួរទី3គឺស្រួលខ្លាំងមែនតើតើរបៀបសំពះរបស់ខ្មែរមានប៉ុន្មានហើយគេត្រូវគោរពធម្មតាខ្លះមាន5អូខេក្រុមមិត្តភ័ក្តិឬអ្នកអាយុស្មើគ្នាតាមមាត់លោកគ្រូណាព្យាបាលមានអត់អ្នកដែលមានអាយុច្រើនជាងក្រុមចំោះបែបគ្រូឬអ្នកព្យាបាលអូខេអញ្ចឹងតាមមាត់ចំពោះអ្នកដែលមានអាយុច្រើនជាងឬអ្នកគ្រូជាងអូខេអ្នកក្រុមចំោះតាមលោកគ្រូអ្នកគ្រូឬឪពុកម្ដាយអូខេចុះតាមចៅពុទ្ធសាសនាហ្នឹងប្រសាតែយើងដែរប្រសាសិទ្ធដូចទេវតាហ្នឹងហៅថាចឹងធម្មតាទេវតាពុទ្ធសាសនាចឹងចម្លើយមិនខុសទេត្រឹមត្រូវទៀតហើយអូខេចឹងយើងរកអ្នកខ្លះហានត្រូវទៅដល់3នាក់ប៉ុន្តែរង្វាន់យើងសល់តែមួយទេចឹងខ្ញុំឲ្យគាត់បែងចែកដល់ខ្លួនឯងនេះជាប្រភេទអាវអូវសាយចឹងបងអាចយកទៅចែកគ្នាជា3ទៅអរគុណច្រើនចឹងវីដេអូយើងមានប៉ុណ្្នឹងទេតម្រាំរកឃើញអ្នកត្រូវបែកញើសថ្ងៃវល់ល្ងាចចូលចិត្តកុំភ្លេចចុច like subscribe ញ៉ាំឲ្យផងអេសមីសជីជួបគ្នានៅវីដេអូក្រោយទៀតពិសោធន៍
វីដេអូនេះឧបត្ថម្ភធំដោយហាងលក់អាវ Ura Shop មានលក់អាវឡូឡូជាច្រើនប្រភេទពួកអាវ oversize ជាមួយនឹងខោ oversize swag ដូចគ្នាបើមិនជឿចូលមើល